តើកម្ពុជាប្រើយុទ្ធសាស្ត្របែបណាសម្រាប់ដោះស្រាយបញ្ហាឈ្លានពានរបស់សៀមក្រោយការចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ភាគីកម្ពុជាតែងតែគោរពយ៉ាងម៉ឺងម៉ាត់តាមអ្វីដែលបានព្រមព្រៀងគ្នាប៉ុន្តែផ្ទុយទៅវិញបែរជាភាគីថៃបាននឹងកំពុងតែរំលោភបំពានឥតឈប់ឈរមកលើបូរណភាពទឹកដីអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កម្ពុជាដោយទាហានសៀមបានដើរបំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិលនិងលួចទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរហើយថាតើកម្ពុជាត្រូវមានយុទ្ធសាស្ត្របែបណាដើម្បីដោះស្រាយអំពីការឈ្លានពានរបស់សៀមលោកសុកសំអឿនជាអ្នកជំនាញច្បាប់មួយរូបរបស់កម្ពុជាបានសរសេរសារបង្ហោះនៅលើទំព័របណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួនថាកិច្ចព្រមព្រៀងឈប់បាញ់មិនមែនជាកិច្ចព្រមព្រៀងកំណត់ព្រំដែននោះទេដូច្នេះការកំណត់ព្រំដែនគឺស្ថិតនៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងកិច្ចព្រមព្រៀងនោះមានចំណុច2ដែលត្រូវពិចារណារួមមានទី1ចែងថាបន្ទាប់ពីឈប់បាញ់ភាគីទាំងសងខាងនៅទីណាត្រូវរក្សាវត្តមាននៅទីនោះតែចំណុចទី2ចែងថារឿងការវាស់ព្រំដែនគឺធ្វើឡើងទៅតាមច្បាប់អន្តរជាតិដូច្នេះមានន័យថាការកំណត់ព្រំដែនគឺធ្វើទៅតាមច្បាប់អន្តរជាតិពោលគឺធ្វើទៅតាមកិច្ចព្រមព្រៀងកន្លងមករវាងកម្ពុជាថៃដែលបានបង្កើតយន្តការដោះស្រាយវិវាទព្រំដែនគឺ JBC និង GBC ដូច្នេះថៃមិនមានសិទ្ធិប៉ះពាល់ដល់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់ជម្លោះនោះឡើយត្រង់ចំណុចនេះសូមសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលឆ្លាតវៀងវៃក្នុងកិច្ចព្រមព្រៀងនេះធ្វើឲ្យថៃយល់ព្រមចុះហត្ថលេខាលោកមេធាវីរូបនេះបានបន្តថាវិធីដោះស្រាយគឺទី1កម្ពុជាត្រូវជំរុញឲ្យថៃបន្តយន្តការ JBC និង GBC តទៅទៀតដោយយោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលថៃបានចុះហត្ថលេខារួចហើយក្នុងករណីដែលថៃមិនព្រមបន្តឬបង្ខំឲ្យកម្ពុជាត្រូវទទួលស្គាល់ព្រំដែនថ្មីដែលថៃបានរំលោភបំពានយកក្រោយឈប់បាញ់នោះគឺកម្ពុជាត្រូវរកយន្តការដោះស្រាយដោយត្រីភាគីគឺមានយន្តការអាស៊ាននិងយន្តការអង្គការសហប្រជាជាតិលោកមេធាវីសុកសំអឿនបានបន្ថែមថាចំពោះយន្តការអាស៊ានយើងមិនទាន់ដឹងថាមានភាពសកម្មនិងមានប្រសិទ្ធភាពប៉ុណ្ណានោះទេព្រោះប្រធានអាស៊ាននៅពេលនេះបានផ្ទេរទៅឲ្យប្រទេសហ្វីលីពីនដែលយើងមិនទាន់ដឹងថាប្រធានាធិបតីហ្វីលីពីនមានកម្រិតសកម្មនិងមានឥទ្ធិពលប៉ុណ្ណាដោយឬស្មើនឹងប្រធានអាស៊ានមុនលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានបំពេញការងារយ៉ាងសកម្មនិងស្និទ្ធស្នាលជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះយន្តការអង្គការសហប្រជាជាតិគឺទី1ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីឲ្យថៃដកទ័ពថយនិងទារសំណងរីឯករណីទី2ត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពីរឿងវិវាទព្រំដែននិងទារសំណងការខូចខាតផងដែរចំណែកករណីទី3ត្រូវប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រសិនបើមានភស្តុតាងពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មឈ្លានពានចំពោះក្រុមប្រឹក្សាសន្តិសុខយើងពិបាកស្មានបន្តិចព្រោះត្រូវការប្រទេសមហាអំណាចជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខយល់ស្របនិងគាំទ្រកម្ពុជាព្រោះប្រសិនបើមានសមាជិកណាមួយជំទាស់ឬវេតូនោះគឺបណ្ដឹងរបស់យើងបរាជ័យហើយដូច្នេះត្រូវមានអ្នកជំនាញបញ្ចុះបញ្ចូលឬ lobby យ៉ាងខ្លាំងពូកែណាស់ទើបអាចបញ្ចុះបញ្ចូលសមាជិកទាំង5នៃក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិឲ្យយល់ស្របបាន